ជាធម្មតាគេលែងត្រីក្នុងអាងចិញ្ចឹមមិនមែនត្រីព្រៃធម្មជាតិទេតែអាងទឹកភូមិយូឡុងពេលនេះអ្នកនេសាទចាប់ផ្ដើមស្ទាក់ស្ទើរទោះជាអាងទឹកធម្មជាតិក្នុងភ្នំតែម្ចាស់អាងបានបញ្ជាក់ហើយត្រីកាណែព្រៃទម្ងន់ជាង3គីឡូកន្លះក៏មានដែរថ្លៃចូលតែ150យន្ត5ម៉ោងតម្លៃនេះធូរថ្លៃណាស់ត្រីព្រៃសុទ្ធត្រីលើស10គីឡូត្រូវតែលក់វិញលក់ត្រីវិញក្នុងតម្លៃ3យន្តចេនវឹងគិតថាក្បួននេះសមរម្យជាងបើត្រីលើស10គីឡូមិនឲ្យយកទៅហើយតម្លៃលក់វិញស្មើនឹងត្រីតូចវាអយុត្តិធម៌អ្នកនេសាទដែលចង់បានត្រីធំនឹងមានតែមោទកភាពតែគ្មានផលចំណេញថែមមួយយន្តទៀតគឺប្រសើរជាងមើលស្រាលត្រឹមមួយយន្តនេះមិនបានទេវាជួយបង្កើនកម្លាំងចិត្តអ្នកនេសាទព្រោះវាថ្លៃជាងត្រីតូចថែមមួយយន្តនេះធ្វើឲ្យចំណេញយ៉ាងតិច10យន្តគ្រប់យ៉ាងគឺល្អឥតខ្ចោះបើឲ្យយកត្រីធំទៅអស់នៅសល់តែត្រីតូចតើធ្វើចំនួនយ៉ាងម៉េចម្យ៉ាងទៀតបើមិនកំណត់ទេអាងនឹងខាតធ្ងន់ដូចជាត្រីកាណាយៈ7គីឡូវាអាចយកទៅដាក់ដេញថ្លៃបានអ្នកណាបានទៅថែរក្សាគ្រាន់តែផុសវីដេអូក៏ល្បីដែរក្រោយពេលចេនវឹងប្រាប់តម្លៃក្នុងក្រុមអ្នកនេសាទក៏ស្ងប់ស្ងាត់ទៅវិញឡើងថ្លៃពី30យន្តទៅ100យន្តក្នុង1ម៉ោងថ្លៃខ្លាំងណាស់តម្លៃលក់ត្រីវិញបានតែ2-3យន្តអ្នកទៅនេសាទពេលល្ងាចថាគ្មានត្រីផ្សេងតែស្រាប់តែមានត្រីកាណែត្រីមិនមែនទើបតែដាក់ចូលទេត្រីព្រៃកម្ររកបានណាស់វាបង្ហាញថាអាងនេះពិតជាមានត្រីមែនគ្រាន់តែពិបាកនេសាទប៉ុណ្ណោះចំណុចសំខាន់គឺតម្លៃថ្លៃហើយតម្លៃលក់ត្រីវិញក៏មិនសមរម្យអ្នកដែលធ្លាប់តែរំភើបក៏ស្ងាត់ស្ងៀមអ្នកដែលគ្រោងមកនេសាទពេលយប់ក៏ចាប់ផ្ដើមស្ទាក់ស្ទើរចេនវឹងយល់ពីអារម្មណ៍ពួកគេអ្នកនេសាទពេលល្ងាចថាគ្មានត្រីតែបែរជាមានត្រីកាណែវាមិនមែនទើបតែដាក់ចូលទេត្រីព្រៃបែបនេះកម្រណាស់វាបង្ហាញថាអាងមានត្រីមែនគ្រាន់តែពិបាកនេសាទវាជាចំណុចសំខាន់តម្លៃនេះធ្វើឲ្យមនុស្សជាច្រើនដែលធ្លាប់រំភើបក៏ស្ងាត់ស្ងៀមទៅវិញអ្នកដែលគ្រោងមកនេសាទពេលយប់ក៏ស្ទាក់ស្ទើរចេនវឹងយល់ពីពួកគេតែគាត់មិនបាននិយាយអ្វីច្រើនបើថ្លៃតែ150យន្តនេសាទបាន5ម៉ោងអាងនេះនឹងត្រូវគេមកនេសាទអស់មិនខានត្រីតូចក៏នឹងត្រូវអស់រលីងត្រូវដំឡើងថ្លៃបែបនេះដើម្បីគ្រប់គ្រងការនេសាទពេលគេឃើញថាពិតជាមានត្រីធំមែននោះគេនឹងសម្រុកមកចំណូលនឹងមិនតិចឡើយត្រីកាណែព្រៃ5-1គីឡូជាងយប់នេះប្រហែលជានៅមានអ្នកមកបើមិនបានទេចាំរកចាប់ត្រី10គីឡូវិញហ្វឹងក្នុងអាងមានត្រីព្រៃកាណែនិងត្រីធំ10គីឡូពិតមែនឬបានមកពីណាតើខ្ញុំសេកវាចេញពីខ្យល់ឬកុំលេងសាច់អីខ្ញុំនឹងផ្ទេរលុយ150យន្តឲ្យខ្ញុំមានក្តីស្រមៃចង់បានត្រី10គីឡូតើមានពិតមែនឬហ្វឹងនិយាយអីខ្លះមកទៅណាហើយអូម្ចាស់អាងត្រីខ្ញុំធំជាងមុនទៀតទម្ងន់យ៉ាងតិច10គីឡូកុំឲ្យវាដាច់ណាវាធំជាង10គីឡូពិតមែនចេនវឹងស្មានថាគេឃើញវីដេអូរបស់គាត់តែស្រាប់តែខ្សែត្រូវដាច់ពូដែលកំពុងរំភើបក៏អស់សង្ឃឹមគាត់សម្លឹងមើលផ្ទៃទឹកទាំងងឿងឆ្ងល់ខ្សែដាច់ហើយបើមិនដាច់ទេត្រីនេះយ៉ាងតិច20គីឡូមិញថា10គីឡូឥឡូវថា20គីឡូមិនអីទេដាក់ខ្សែថ្មីនេសាទបន្តទៅគាត់អង្គុយសម្រួលអារម្មណ៍រួចប្រកាសថាថ្ងៃទី13ម៉ោង9យប់ខ្ញុំដាច់ត្រីមួយក្បាលត្រីកាណែព្រៃជាង20គីឡូយប់នេះខ្ញុំត្រូវតែចាប់វាឲ្យបានចេនហ្វឹងរៀបចំឧបករណ៍រួចរាល់ចាប់ផ្ដើមនេសាទបន្តប្រើវិធីនេសាទត្រីកាណែធម្មតាគាត់ចាប់ផ្ដើមដាក់នុយពោតទីតាំងដែលគាត់កំណត់ទុករៀងរាល់2-3នាទីម្ដងមិនបាច់ដាក់ច្រើនទេគ្រាន់តែតិចតួចក៏គ្រប់គ្រាន់គាត់តស៊ូជាងកន្លះម៉ោងតែគ្មានត្រីណាឆាប់នុយសោះ
ពូខាងនោះក៏ដូចគ្នាតែដោយសារចំនួនត្រីក្នុងអាងនេះច្រើនកន្លះម៉ោងហើយនៅតែគ្មានត្រីឆាបបង្ហាញថាគាត់ដាក់នុយខុសជម្រៅចេនវឹងចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្រគាត់ប្រើវិធីថ្មីដើម្បីស្វែងរកត្រីនៅជម្រៅផ្សេងដើម្បីឲ្យនុយចុះទៅយឺតគេហៅថាការនេសាទតាមជម្រៅការស្វែងរកត្រីគឺដើម្បីកំណត់ជម្រៅដែលត្រីនៅត្រូវប្រើខ្សែឲ្យវែងដើម្បីពន្យឺតល្បឿននុយចុះទៅក្រោមក្នុងពេលនេះក៏មិនបាច់ដាក់នុយពោតបន្ថែមទៀតដែរទោះត្រីតូចរំខានបន្តិចតែត្រីធំនឹងមិនងាយស៊ីនុយតូចទេមានន័យថាម៉េច